Hallelujah សិទ្ធិសាក្នុងការដល់ព្រះអង្គអាមែនជាខ្ញុំមានអារម្មណ៍ថាទឹកដល់ក្នុងជំនុំដោយសារតែខ្ញុំខាងជួបក្នុងជំនុំរយៈពេល3អាទិត្យហើយបាទអាទិត្យជាប់គ្នានេះគឺមានលោកគ្រូអ្នកគ្រូអធិប្បាយផ្សេងប៉ុន្តែដល់ចុងសប្តាហ៍ចុងខែគឺខ្ញុំបានចូលរួមដើម្បីលើកទឹកចិត្តនៅព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះហើយនៅថ្ងៃនេះខ្ញុំចង់នាំព្រះបន្ទូលមួយដើម្បីឲ្យលោកគ្រូអ្នកគ្រូបានឃើញថាការដែលយើងបានទទួលនៅសេចក្តីស្រឡាញ់របស់ព្រះអង្គរបស់ព្រះបិតារបស់យើងនឹងសម្រាកអាមែនយើងនឹងសម្រាកហើយថ្ងៃនេះយើងហ៊ានសម្រាកទាំងអស់គ្នាប៉ុន្តែមិនអង្គុយទេមិនគេងទេបាទមិនគេងទេយើងសម្រាកនៅក្នុងវត្តមានរបស់ព្រះអង្គយើងសម្រាកដោយទុកចិត្តព្រះបិតាដែលស្រឡាញ់ដល់យើងទាំងអស់គ្នាអាមែនបើនិយាយពីព្រះបិតានិយាយពីឪពុកដែលស្រឡាញ់ដល់យើងទាំងអស់គ្នាខ្ញុំអត់មានសែនអង់គ្លេសថាអត់មានអារម្មណ៍នឹងថាតើក្តីស្រឡាញ់ឪពុកយ៉ាងម៉េចខ្ញុំអត់ដែលមានអារម្មណ៍នឹងដោយសារឪពុកខ្ញុំរត់ចោលខ្ញុំតាំងពីខ្ញុំអាយុ2ឆ្នាំឥឡូវខ្ញុំ42ឆ្នាំដែលគាត់ចាក់ចេញពីខ្ញុំរហូតក៏គាត់បាត់បង់ជីវិតទៅបាត់ហើយបើយើងនិយាយពាក្យខ្មែរធម្មតាថាឪពុកឬក៏ប៉ាឬក៏ឪបាទអ្នកខ្លះហៅឪហៅប៉ាប៉ុន្តែទោះបីជាខ្ញុំមិនបានទទួលបទពិសោធន៍នៃក្តីស្រឡាញ់របស់ឪពុកនៅលើផែនដីក៏ដោយប៉ុន្តែពេលដែលខ្ញុំមានកូនពីរថ្ងៃនេះអរគុណព្រះអង្គដែលកូនប្រុសបានលេងស្គរបាទថ្វាយដល់គុំព្រះអង្គពីរបទជាមួយនឹងគ្នាផ្ទះដៃសម្បីស្វាគមន៍ទៅដល់កូនដេវីតបាទអញ្ចឹងកូនស្រីលេង keyboard កូនប្រុសលេងស្គរឪពុកអធិប្បាយម្ដាយធ្វើ MC បាទលុយមូលបាទបើនិយាយគេថាហ្នឹងលុយមូលហ្មងមិនបាច់យកទៅណាទេបាទតែពិតនៅក្នុងព្រះអង្គអត់ទេយើងបម្រើព្រះអង្គគឺស្មោះថាដោយស្ម័គ្រចិត្តទាំងអស់គ្នាទាំងលោកគ្រូអធិប្បាយនៅទីនេះក៏អត់មានដង្វាយពីក្រុមជំនុំដែរហើយអ្នកលេងភ្លេងទាំងអស់អ្នកបម្រើព្រះអង្គទៅនេះក៏មិនបានទទួលដង្វាយពីក្រុមជំនុំដែរគឺយើងបម្រើព្រះអង្គដោយស្ម័គ្រចិត្តសូម្បីអ្នកថតកាមេរ៉ានៅខាងមុខខ្ញុំនេះក៏មិនបានទទួលដង្វាយដែរគាត់ធ្វើការផ្សេងគាត់រកស៊ីផ្សេងប៉ុន្តែគាត់បម្រើព្រះអង្គទោះបីមានអ្នកសម្អាតនៅកន្លែងនេះគឺអត់ទទួលបានដង្វាយអីទេប៉ុន្តែដោយសេចក្តីស្រឡាញ់គាត់បម្រើដោយអំណរជារៀងរាល់អាទិត្យមកបើសិននិយាយពីមីងឲ្យគាត់សួរថាទៅធ្វើការឬក៏ទៅមកបម្រើព្រះអង្គគាត់ថាបម្រើព្រះអង្គគឺមានអំណរជាងព្រោះលុយមិនអាចទិញអំណរមិនអាចផ្ដល់អំណរដល់យើងលុយគ្រាន់តែផ្ដល់ការសប្បាយមួយរយៈពេលខ្លីតែប៉ុណ្ណោះប៉ុន្តែនៅក្នុងព្រះគម្ពីរប្រាប់ថាអំណររបស់ព្រះអង្គជាកម្លាំងនៃខ្ញុំអំណរមិនមែនជារបស់យើងអំណរគឺជារបស់ព្រះអង្គហើយអំណររបស់ព្រះអង្គធ្វើឲ្យយើងមានកម្លាំងជីវិតគ្រួសារដែលកំពុងតែធ្លាក់ចុះកំពុងតែមានវិបត្តិកំពុងតែជួបបញ្ហានៅក្នុងជីវិតពេលដែលយើងបានអំណររបស់ព្រះអង្គគឺយើងមានកម្លាំងខ្ញុំបានទទួលបទពិសោធន៍ពីក្តីស្រឡាញ់របស់ព្រះបិតាពេលដែលខ្ញុំមានកូនខ្ញុំដឹងថាតើខ្ញុំស្រឡាញ់កូនខ្ញុំដល់ប៉ុណ្ណាប្រពន្ធខ្ញុំបានលះបង់ជីវិតរបស់គាត់ខ្ញុំចង់និយាយជីវិតនេះគឺអ្នកខ្លះគេហៅពេលវេលាប៉ុន្តែខ្ញុំនិយាយថាជីវិតតែសារពេលវេលាជាមាសប្រាក់តែប៉ិតពេលវេលាមិនមែនជាមាសប្រាក់ពេលវេលាគឺជាជីវិតលោកអ្នកគ្រូបានចំណាយពេលនៅកន្លែងនេះបងប្អូនបានក្រុមជំនុំបានចំណាយពេលរយៈនេះព្រឹកនេះ1ម៉ោងគឺយើងចំណាយចាយជីវិតរបស់យើង1ម៉ោងដែលយើងមិនអាចទិញមកវិញបានទេប៉ុន្តែបើយើងអត់រលុយ1ម៉ោងហ្នឹង1ម៉ោងក្រោយព្រះអង្គនឹងប្រទានពរលើសដឹងទៅទៀតប៉ុន្តែពេលវេលាគឺជាជីវិតរបស់យើងពេលដែលយើងចំណាយពេលជាមួយគ្រួសាររបស់យើងគឺជាការដែលចំណាយជីវិតវិនិយោគជាមួយនឹងគាត់ប្រពន្ធខ្ញុំបានលះបង់រៀនចប់មហាវិទ្យាល័យ2អត់ទៅធ្វើការមកមើលកូននៅផ្ទះហើយបរៀនកូននៅផ្ទះគាត់ចំណាយជីវិតគាត់វិនិយោគជីវិតរបស់គាត់ជាមួយនឹងកូនហើយចាប់ផ្ដើមឃើញពីក្តីស្រឡាញ់របស់ឪពុកម្ដាយចឹងហើយបានជាខ្ញុំថ្ងៃនេះខ្ញុំមានអារម្មណ៍ថាគឺព្រះអង្គចង់ឲ្យយើងសម្រាកនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះបិតាអាមែនព្រះអង្គស្រឡាញ់យើងណាស់ទោះបីអ្នកផ្សេងមិនស្រឡាញ់យើង
ទោះបីពេលខ្លះប្តីប្រពន្ធរបស់យើងមិនយល់ចិត្តយើងមិនស្រឡាញ់យើងកូនពេលខ្លះក៏មិនមានពេលវេលាជាមួយនឹងយើងមិនបានស្រឡាញ់ផងយើងពេលខ្លះយើងខ្លួនឯងក៏មិនស្រឡាញ់ខ្លួនឯងដែរប៉ុន្តែសូមចាំមួយថាព្រះបិតាស្រឡាញ់យើងខ្លាំងណាស់មិនស្រឡាញ់យើងតិចតួចទេស្រឡាញ់យើងខ្លាំងណាស់បានជាព្រះអង្គចាត់ព្រះយេស៊ូវមកដើម្បីឲ្យយើងទទួលសេចក្តីស្រឡាញ់របស់ព្រះបិតាថ្ងៃទី14កុម្ភៈខ្ញុំមានឱកាសដើម្បីទៅផ្សាយផ្ទាល់នៅវិទ្យុគ្រួសារពីអ្នកភរិយារបស់ខ្ញុំ live ផ្ទាល់នៅក្នុង Facebook ហើយគេអញ្ជើញយើងជាភ្ញៀវកិត្តិយសដើម្បីនិយាយអំពីក្តីស្រឡាញ់គេសួរថាតើធ្វើម៉េចដើម្បីឲ្យយើងរក្សាក្តីស្រឡាញ់របស់យើងឲ្យនៅឋិតថេរឲ្យយូរអង្វែងស្រឡាញ់ឪពុកស្រឡាញ់ប្រពន្ធស្រឡាញ់ដៃគូរបស់យើងកាន់តែស្រឡាញ់ទៅមានអ្នកខ្លះគាត់ប្រើការខំប្រឹងរបស់គាត់ដើម្បីស្រឡាញ់ដៃគូជីវិតរបស់គាត់ខ្ញុំត្រូវតែស្រឡាញ់ប្រពន្ធខ្ញុំត្រូវតែស្រឡាញ់ប្តីខ្ញុំត្រូវស្រឡាញ់ដល់ពេលថ្ងៃមួយគឺខ្សោះទៅសួរថាមូលហេតុអីគេព្រោះយើងមិនបានដឹងពីប្រភពនៃក្តីស្រឡាញ់មកពីណាព្រោះក្តីស្រឡាញ់របស់យើងតាមមួយផ្លែតទេក្តីស្រឡាញ់ចឹងបានบอกនៅក្នុងកាន់កាពីអេផេសូនប្រាប់យើងថាចូលឲ្យបរោះស្រឡាញ់ភរិយាដូចព្រះគ្រីស្ទស្រឡាញ់ក្រុមជំនុំដូចព្រះគ្រីស្ទគឺឲ្យយើងមើលព្រះគ្រីស្ទហើយធ្វើតាមគំរូព្រះគ្រីស្ទឲ្យឃើញពីក្តីស្រឡាញ់របស់ព្រះគ្រីស្ទស្រឡាញ់ក្រុមជំនុំហើយធ្វើឲ្យយើងស្រឡាញ់ភរិយារបស់យើងកាន់តែខ្លាំងថែមទៀតបើយើងអួតពីក្តីស្រឡាញ់របស់យើងថាខ្ញុំត្រូវតែស្រឡាញ់ប្រពន្ធខ្ញុំត្រូវស្រឡាញ់កូនខ្ញុំត្រូវស្រឡាញ់ប្តីខ្ញុំថ្ងៃណាមួយក្តីស្រឡាញ់ហ្នឹងគឺនឹងខ្សោយទៅពីព្រោះយើងអត់ដឹងថាតើពិភពនៃក្តីស្រឡាញ់ព្រោះធម្មតាដើម្បីឲ្យយើងដឹងទឹកកន្លែងនេះទឹកនេះបានមកពីណាយើងត្រូវដឹងថាប្រភពទឹកនឹងមកពីណាដែលមិនចេះរីងស្ងួតគឺក្តីស្រឡាញ់ដែលព្រះអង្គចង់ឲ្យយើងស្រឡាញ់នេះគឺឲ្យយើងដឹងថាតើនិយមន័យនៃក្តីស្រឡាញ់ឲ្យយើងសម្រេចយ៉ាងម៉េចក្តីស្រឡាញ់នៅក្នុងយូហានខ្សែទី1បានចំពោះ4ប្រាប់ថាយើងព្រះគ្រីស្ទទេព្រះអង្គទេដែលស្រឡាញ់យើងមុនមិនមែនយើងស្រឡាញ់ព្រះអង្គមុននោះឡើយនេះគឺនិយមន័យរបស់ក្តីស្រឡាញ់យើងដឹងពីប្រភពថាព្រះអង្គជាតួអង្គក្តីស្រឡាញ់យើងទទួលក្តីស្រឡាញ់ពីព្រះគ្រីស្ទហើយធ្វើឲ្យយើងកាន់តែមានកម្លាំងដើម្បីស្រឡាញ់ដៃគូជីវិតរបស់យើងកាន់តែខ្លាំងឡើងស្រឡាញ់កូនរបស់យើងកាន់តែខ្លាំងឡើងមើលគ្នាទៅវិញទៅមកឃើញព្រះអង្គគង់នៅក្នុងប្រពន្ធខ្ញុំព្រះអង្គគង់នៅក្នុងប្តីរបស់ខ្ញុំព្រះអង្គគង់នៅក្នុងកូនរបស់ខ្ញុំធ្វើឲ្យយើងចាប់ផ្ដើមមានកម្លាំងហើយសេចក្តីស្រឡាញ់នេះគឺជាសេចក្តីស្រឡាញ់ដែលនៅឋិតថេរភាសាអង់គ្លេសហៅថា agape love សេចក្តីស្រឡាញ់ agape គឺសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលគ្មានលក្ខខណ្ឌអង់គ្លេសថា unconditional love ក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌអាមែនក្តីស្រឡាញ់នៅថ្ងៃទី14កុម្ភៈតាមពិតបើខ្ញុំនិយាយជាមួយនឹងមិត្តភ័ក្តិមកពី New Zealand គាត់ថានៅប្រទេសគេអត់មានរំជើបរំជួលអីមួយទៅវាហឹកហាក់អីណាដូចប្រទេសខ្មែរយើងទេប្រទេសខ្មែរយើងលក់ផ្កាផងលក់តុក្កតាផងមើលទៅមើលកន្លែងសិតតែ promotion អូអស្ចារ្យមែនទេនៅប្រទេសគេធម្មតាគេធ្វើការធម្មតាគេតែញ៉ាំអីធម្មតាតែប្រទេសយើងដូចមើលទៅហឹកហាក់ជាងគេមែនខ្ញុំទៅពិតភ័ក្រនៅអាមេរិកហ្នឹងគាត់ថានៅអាមេរិកទៅអត់មានអីផងអត់មានអីហើយមិនមែនជា holiday របស់គេទេមិនមែនជាថ្ងៃសម្រាប់របស់គេទេតែខ្មែរយើងវិញអូជិះម៉ូតូអុចផ្កាចុះឡើងទិញផ្កាឥឡូវឡើងមួយតងឡើង1រៀលកាលពីឥឡូវហ្នឹងមកតងមួយប៉ុន្មានផ្កាកន្លាមបាទតែពីឥឡូវកាលពេលថ្ងៃ14ហ្នឹងគឺមកតង1រៀលឬក៏2រៀលបាទសុកចិត្តទិញអាមកតងឲ្យប្រពន្ធខ្ញុំថាមិនបាច់ទិញផ្កាទេទិញផ្កាហើយដាក់ទៅផ្ទះហើយវាអត់មាននេះបើថាជ្រុលទិញថោផ្កាដាក់ផ្កាដាំនៅមុខផ្ទះហ្មងទៅស្រួលជាងយើងក្តីស្រឡាញ់របស់យើងអ្នកខ្លះគេរំជើបរំជួលក្តីស្រឡាញ់តែថ្ងៃទី14ហ្នឹងប៉ុន្តែព្រះយេស៊ូវប្រងឲ្យយើងស្រឡាញ់ដៃគូរបស់យើងឲ្យស្រឡាញ់មាតាបិតារបស់យើងឲ្យស្រឡាញ់កូនរបស់យើងជារៀងរាល់ថ្ងៃកុំស្រឡាញ់សរុបតែយើងស្រឡាញ់សរុបហើយខ្ញុំស្រឡាញ់កូនប្រពន្ធខ្ញុំសរុបមួយឆ្នាំនេះហ្មងទៅបាទអត់សរុបទេគឺព្រះអង្គឲ្យយើងស្រឡាញ់
គ្នាទៅវិញទៅមកខ្ញុំសូមឲ្យលោកអ្នកបងតាមពិតខ្ញុំរៀបចំ slide PowerPoint ហើយប៉ុន្តែដោយសារបញ្ហាទូរទស្សន៍អត្តដ្ឋានតិចទៀតយើងបានទូរទស្សន៍ថ្មីបាទចិត្តបានទូរទស្សន៍ថ្មីហើយខ្ញុំប្រចាំងដែរមិនប្រចាំងឃើញលោតខ្មៅខ្ញុំបិទវិញបាត់ទៅសូមលោកគ្រូអ្នកគ្រូទាំងអស់គ្នាបងប្អូនក្រុមជំនុំបើសិនជាមានព្រះគម្ពីរសូមបើកទៅអេសាយចំពុក54ជាមួយនឹងខ្ញុំបាទអេសាយចំពុក54ខ10សូមចូលរួមអត្តដ្ឋានជាមួយខ្ញុំមុននឹងយើងចាប់ផ្ដើមនៅព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះព្រះបិតាដែលគង់នៅឋានសួគ៌កូនអរប្រគុណព្រះអង្គដែលព្រះអង្គជាព្រះបិតាដែលស្រឡាញ់ដល់ទូបង្គំទាំងអស់គ្នាព្រះម្ចាស់ហើយកូនសូមអរគុណព្រះអង្គសម្រាប់កិច្ចការដែលព្រះអង្គបានធ្វើដើម្បីទូបង្គំទាំងអស់គ្នាបានទទួលនៅសេចក្តីស្រឡាញ់របស់ព្រះអង្គដែលគ្មានលក្ខខណ្ឌនៅថ្ងៃនេះទូបង្គំនឹងសម្រាប់នៅក្នុងក្តីស្រឡាញ់របស់ព្រះអង្គកូនអធិដ្ឋាននៅក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងអេសាយចំពុក54ខ15ថាទោះបីភ្នំតូចភ្នំធំក៏ក្រើករំពើក្តីបាទភ្នំតូចភ្នំធំក៏ក្រើករំពើក្តីសេចក្តីស្រឡាញ់របស់យើងមិនឃ្លាតចេញពីអ្នកឡើយអាមែនទោះបីភ្នំធំភ្នំតូចក៏ក្រើករំពើក្តីពេលដែលព្រះអង្គនិយាយអំពីភ្នំធំភ្នំតូចគឺព្រះអង្គចង់និយាយអំពីបញ្ហាដែលយើងជួបបញ្ហាតូចក៏ដោយបញ្ហាធំក៏ដោយដែលជីវិតរបស់យើងដែលជីវិតរបស់មនុស្សជួបប្រទះនៅលើផែនដីនេះព្រះអង្គមានព្រះបន្ទូលថាសេចក្តីស្រឡាញ់របស់ព្រះអង្គមិនឃ្លាតចេញពីអ្នកឡើយអាមែនជាព្រះបន្ទូលដែលព្រះអង្គបានប្រាប់ទៅដល់ប្រជាជនរបស់អ៊ីស្រាអែលថាព្រះអង្គមិនចាកចេញពីយើងឡើយសេចក្តីស្រឡាញ់របស់ព្រះអង្គមិនចាកចេញពីយើងឡើយបើព្រះអង្គស្រឡាញ់យើងហើយគ្មានអ្វីដែលអាចដូរព្រះអង្គមិនអត់ឲ្យស្រឡាញ់យើងនោះឡើយមិនអាចដូរប្រហារតីរបស់ព្រះជាម្ចាស់មិនឲ្យស្រឡាញ់យើងនោះឡើយព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ទោះបីភ្នំធំទោះបីបញ្ហាជុំចិត្តនៅក្នុងជីវិតរបស់យើងយ៉ាងណាក៏ដោយបញ្ហាតូចធំបញ្ហាគ្រួសារបញ្ហាសុខភាពក៏មិនអាចដកក្តីស្រឡាញ់របស់ព្រះអង្គចេញពីយើងបានឡើយព្រះអង្គមានព្រះបន្ទូលបន្តទៀតថារីឯសម្ព័ន្ធមេត្រីរបស់យើងដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះចឹងសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់បានប្រទានឲ្យយើងគឺជាសម្ព័ន្ធមេត្រីដែលធ្វើឲ្យយើងបានសេចក្តីសុខសាន្តអាមែនម្នាក់នៅលើផែនដីនេះគឺប្រាថ្នាចង់បានគ្រួសារដែលមានសុភមង្គលប្រាថ្នាចង់បានជីវិតដែលសុខសាន្តហើយគ្មានអ្នកណាប្រាថ្នាចង់បានជីវិតដែលជ្រួលច្របល់ឡើយក្រុមគ្រួសារដែលជ្រួលច្របល់ឡើយគឺម្នាក់ចង់បានក្រុមគ្រួសារដែលមានសេចក្តីសុខសាន្តដែលមានសុភមង្គលគឺកន្លែងនេះព្រះអង្គប្រាប់ថាព្រះអង្គសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់ឬក៏សញ្ញាដែលព្រះជាម្ចាស់បានចងជាមួយនឹងយើងគឺឲ្យយើងបានទទួលនូវសេចក្តីសុខសាន្តហើយពេលព្រះអង្គមានព្រះបន្ទូលថាព្រះអង្គឲ្យយើងបានទទួលសេចក្តីសុខសាន្តព្រះបន្ទូលរបស់ព្រះអង្គមិនប្រែប្រួលឡើយព្រះអង្គមានព្រះបន្ទូលថាព្រះអង្គមិនប្រែប្រួលឡើយសម្ព័ន្ធមេត្រីដែលព្រះអង្គបានប្រទានផ្ដល់ឲ្យយើងនេះគឺមិនប្រែប្រួលឡើយនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់អង្គម្ចាស់ដែលអាណិតមេត្តានេះព្រះអង្គអាណិតយើងណាស់ព្រះអង្គស្រឡាញ់យើងណាស់ព្រះអង្គនៅខាងយើងទោះបីមានរឿងអីក៏ដោយនៅក្នុងជីវិតរបស់យើងទោះបីមានបញ្ហាសុខភាពនៅក្នុងជីវិតរបស់យើងក៏ដោយខ្ញុំបានលើកទីបន្ទាល់អ៊ំថាពេលដែលយើងនិយាយអំពីការប្រោសឲ្យជាការធ្វើពិធីលៀងព្រះអង្គម្ចាស់នៅថ្ងៃនេះយកបានធ្វើពិធីលៀងព្រះអង្គម្ចាស់គាត់ធ្វើពិធីលៀងអង្គម្ចាស់ឲ្យគាត់អធិដ្ឋានទៅស្រាប់តែបាត់អ្វីគាត់ថាដូចនៅជើងអញ្ចឹងអមបាទស្រាប់តែអានោះពកធំមែនទែនដល់គាត់អធិដ្ឋានទៅក៏បាត់ទៅបាទអញ្ចឹងយើងមើលថាព្រះអង្គមិនប្រែប្រួលឡើយពេលដែលព្រះអង្គប្រទានឲ្យយើងនៅសេចក្តីសុខសាន្តយើងនឹងបានទទួលសេចក្តីសុខសាន្តព្រោះព្រះអង្គជាម្ចាស់នៃសេចក្តីសុខសាន្តគ្មានអ្នកណាម្នាក់ឲ្យអ្វីទៅអ្នកណាមួយដោយខ្លួនឯងអត់មាននោះឡើយព្រះអង្គជាប្រភពនៃសេចក្តីស្រឡាញ់ព្រះអង្គជាប្រភពនៃសេចក្តីសុខសាន្តហើយសម្ព័ន្ធមេត្រីនៃសេចក្តីសុខសាន្តដែលព្រះអង្គចងជាមួយនឹងយើងគឺមិនប្រែប្រួលឡើយហើយព្រះអង្គមានព្រះបន្ទូលថានេះជាព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ដែលអាណិតមេត្តាដល់អ្នកព្រះអង្គអាណិតយើងព្រះអង្គស្រឡាញ់យើងព្រះអង្គទ្រង់ជ្រាបនៅស្ថានភាពជីវិតដែលយើងកំពុងតែឆ្លងកាត់តែជួបប្រទះ
hai prong mình prai pro lại prong mình men thầm nơi cho mùi dương này không trong trường lúc này thì nơi bây giờ dương một vài cùng prong nơi cho mùi dương này tu bay dương tranh pt nơi tư có prong cùng nơi cho mùi nâng dương này tu bay dương ta đó thì na ao thì dương vài chất đó prong hai cứ prong nơi cho mùi nâng dương chỉ riêng rót ngày rùa nhiệt tì rùa vị nhiệt tì từng ác cứ prong nơi cho mùi nâng dương prong mình đại bọc bằng cho dương lại còn tái pe khác dương lách tháp prong nơi cho mùi nâng dương dương không prong mình tên không prong chỉ riêng rót ngày không prong thưa ní phong không prong thưa ní phong đòi pe khác miền pe đầm bay này dây từ can prong lúc này bông phunจะนำมือไปแต่ยังมีปัญหาตามตั้งควอควายคลั่งมาเต้นสู่ทางให้ได้ไว้มันยังมีปัญหาให้ได้ไว้มันยังควอควายไหมสู่ทางมูลหายหมดใหญ่เหมือนกันยังให้ได้ไว้บันไปค่ายังมัวมือให้ได้ไว้ไปคลั่งปัญหาเจริญเสรีซ้อนในขนมครูนยังทั่วยังอัดสัวครูนซ้อดูคุณเนี่ยบางคนดังไงไทยบันยังมีอารมณ์แบบนั้นได้สายังเคลื่อนมนุษย์ข้างขนมระบายยังเคลื่อนวิญญาณระบายยังคือเคลื่อนเคลื่อนในเกเคลื่อนเปรตบรรทุระบายเปรตใช่ไหมจ๊ะยังหกใบอะไรสายยังหกใบเหมือนอัดหกใบไปเพิกไม่อารมณ์เสียซอเป็นไงมวยทิศไม่อารมณ์อัดมาเปย์มวยทิศเสียซอเหมือนเดิมไอ้ดอกไปอัดอย่างงี้มวยทิศมัวเมาเลยโกนเมาส์ทาเอาไปเลยบาดจวนnên tính nó cứ cặp bồ một khổ xa nó cứ đôสถานភាពទាំងស្រុងតែដោយសារគេយើងឃ្លានអីគេរូបកាយរបស់យើងឃ្លានអាហារតែបើយើងដាក់អាហារចូលមកមានអារម្មណ៍ស្រស់ស្រាយហ្មងនិយាយមិនក៏ត្រូវគ្នាដែរនិយាយមិនក៏មានអារម្មណ៍ស្ដាប់បានដែរតែបើអត់អាហារពេលព្រឹកអាហារពេលថ្ងៃអាហារពេលល្ងាចគឺមួម៉ៅហ្មងជីវិតយើងដូចគ្នាដែរយើងហូបអាហារមួយថ្ងៃ3ពេលជីវិតខាងក្នុងរបស់យើងវិញ្ញាណរបស់យើងក៏ត្រូវអាហារត្រូវការអាហារខាងឯវិញ្ញាណដែរពេលខ្លះយើងហេតុអ្វីបានយើងខ្សោះហេតុអ្វីបានយើងមានអារម្មណ៍ថាបញ្ហាទាំងអស់មានអារម្មណ៍ថាអត់ស្រឡះខ្លួនសោះរសេះរសោះក្នុងខ្លួនហ្មងគិតអញ្ចេះក៏ខុសគិតចុះខុសដោយសារមនុស្សខាងក្នុងរបស់យើងគឺត្រូវការអាហារគឺព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គចំអែតយើងលោកខ្ញុំបត់វិសាផ្ទាល់ពេលដែលខ្ញុំអត់បានអានព្រះបន្ទូលព្រះអង្គមួយថ្ងៃនេះខ្ញុំអត់បានអានព្រះបន្ទូលព្រះអង្គខ្ញុំមានអារម្មណ៍រសេះរសោះនៅខ្លួនមែនទែនពេលដែលខ្ញុំចំណាយពេលប្រហែលជា10នាទីឬក៏5-10នាទីពេលខ្លះកូនគាត់ដឹងថាដេឌីធ្វើអីគេដេឌីកំពុងតែអានព្រះបន្ទូលព្រះអង្គពេលដែលខ្ញុំចំអែតមនុស្សខាងក្នុងរបស់ខ្ញុំវិញ្ញាណរបស់ខ្ញុំជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គធ្វើឲ្យចិត្តរបស់ខ្ញុំស្ងប់ធ្វើឲ្យខ្ញុំមានអំណរធ្វើឲ្យខ្ញុំមានកម្លាំងអាមែនធ្វើឲ្យខ្ញុំមានកម្លាំងដោយព្រះអង្គថាអំណររបស់ព្រះអង្គជាកម្លាំងនៃខ្ញុំព្រះបន្ទូលផ្ដល់ជីវិតគឺជាព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលធ្វើឲ្យជីវិតរបស់យើងរីកចម្រើនឡើងអាមែនបើយើងគ្មានព្រះបន្ទូលទេយើងចាប់ផ្ដើមមួម៉ៅយើងចាប់ផ្ដើមមានអារម្មណ៍ថារសេះរសោះដូចអ្វីបើដោយសារគេជីវិតមនុស្សខាងក្នុងរបស់យើងត្រូវការចំណីអាហារចំអែតអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យលោកគ្រូអ្នកគ្រូក្រុមជំនុំមានពេលដើម្បីស្ដាប់ព្រះបន្ទូលព្រះអង្គក្តីអានព្រះបន្ទូលព្រះអង្គក្តីមួយថ្ងៃមិនបាច់បានហុក3ពេលដូចខ្ញុំទេមួយថ្ងៃគ្រាន់តែមួយខក៏បានដែរហើយសញ្ជឹងគិតនៅព្រះបន្ទូលដែលព្រះអង្គមានព្រះបន្ទូលមកកាន់យើងដូចថ្ងៃនេះគេអេសាយចំពុក54ខ10ប្រាប់ថាទោះបីភ្នំតូចភ្នំធំក៏ក្រៅក្រពើក្តីសេចក្តីស្រឡាញ់របស់យើងមិនឃ្លាតចេញពីអ្នកឡើយរីឯសម្ព័ន្ធមេត្រីរបស់យើងដែលផ្ដល់ឲ្យអ្នកបានសុខសាន្តអញ្ចឹងភាពជួលច្បល់មិនមកពីព្រះអង្គទេណាបញ្ហាមិនមកពីព្រះអង្គទេណាព្រះអង្គប្រាប់ថារីឯសម្ព័ន្ធមេត្រីរបស់យើងដែលផ្ដល់សេចក្តីសុខសាន្តឲ្យតែសេចក្តីសុខសាន្តគឺមកពីព្រះអ្វីក៏ដោយងាយស្រួលណាពេលដែលយើងសម្រេចចិត្តអីមួយថាលោកគ្រូខ្ញុំធ្វើម៉េចដើម្បីសម្រេចចិត្តថានេះជាការដែលមកពីព្រះអធិដ្ឋានទៅព្រះអង្គតើយើងមានក្តីសុខសាន្តនៅក្នុងចិត្តអត់បើយើងមានសេចក្តីសុខសាន្តនៅក្នុងចិត្តធ្វើទៅមកពីព្រះអង្គហើយទោះបីកិច្ចការទាំងអស់នឹងវាទោះយើងទទួលមកវាបានអត្ថប្រយោជន៍ច្រើនប្រាក់ខែក៏ច្រើនចំណេញក៏ច្រើនអីក៏ច្រើនប៉ុន្តែបើយើងគ្មានសេចក្តីសុខសាន្តនៅក្នុងចិត្តទេខ្ញុំលើកទឹកចិត្តថាកុំធ្វើអីនឹងមានបញ្ហានៅថ្ងៃក្រោយតែទោះបីរឿងនឹងតូចក៏ដោយឲ្យតែយើងមានសេចក្តីសុខសាន្តខ្ញុំសាក់លបងជាមួយប្រពន្ធរបស់ខ្ញុំពេលដែលយើងធ្វើការជាមួយតាក់ទងជាមួយនឹងគេមុនដំបូងគឺចាប់ផ្ដើមអត់អីទេដល់ពេល
mà đón pi đón bọn sẽ phàm phàm đo sờ nhào dương chết ta admin sực sục san dương ăn đăng bộc bạ năng cá thay tha hướng ấy nơi khung nâng bàn tay mi ở ram tha khoang vai mi ở ram tha ắt sờ lách nơi khung luôn cho nhôm ăn thán hai dậy mùi pôn tha mình mà màu bị bẹt thì mền bây giờ sực kết hai chip mặt tật bị tật mất mền hai đọc pe lấy lục này của trẻ dương sầm lách chất thơ ca mùi kế dương bàn lùi dương bàn bẹt hai bàn tay chất phó dương ắt sờ lách sao chất phó dương ắt mình cái đây sọc san sao tay đọc pe dương sầm lách chất tha nhôm ắt thơ đi ắt bàn lùi bàn tay cho dương biến ẩm no chất phó dương sờ lách thế anh mong này về ra that is from God នេះមកពីព្រះបើសិនយើងបានការងារណាយើងបានអា project នឹងធ្វើការមួយហើយយើងបានថវិកាហើយស្រាប់តែចិត្តរបស់យើងអត់សុខសាន្តសោះមិនមែនមកពីព្រះទេហើយបើយើងសម្រេចចិត្តថាខ្ញុំអត់ទទួល project នឹងទេអត់ទទួលគម្រោងនឹងទេស្រាប់តែអត់ទទួលមិនអត់បានលុយមិនអត់បានចំណូលស្រាប់តែចិត្តរបស់យើងរីករាយវិញដល់ពេលយើងសម្រេចចិត្តថាខ្ញុំអត់ទទួលបន្ទាប់មកស្រាប់តែចិត្តរបស់យើងរីករាយហើយព្រះអង្គមានផែនការផ្សេងអញ្ចឹងការសម្រេចចិត្តព្រះអង្គមានព្រះបន្ទូលថារីឯសម្ព័ន្ធមេត្រីរបស់យើងដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះគឺជាសម្ព័ន្ធមេត្រីដែលផ្ដល់នូវសេចក្តីសុខសាន្តអ្វីដែលធ្វើឲ្យចិត្តរបស់យើងសុខសាន្តចូលធ្វើទៅខ្ញុំមកដាំក្រុមជំនុំនេះរយៈពេល4ឆ្នាំហើយដូចខ្ញុំនិយាយថា the calling is not the feeling ការត្រាស់ហៅមិនមែនជាអារម្មណ៍របស់យើងឡើយអូខ្ញុំមានអារម្មណ៍ថាខ្ញុំចង់មកដាំក្រុមជំនុំដែរខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ធ្វើពូម៉ាខ្ញុំធ្វើគេមានពន្ធកិច្ចគេមានក្រុមជំនុំចេះខ្ញុំចង់ដែរសួរខ្លួនឯងថា this is the calling or the feeling តើជាការត្រាស់ហៅឬក៏ជាអារម្មណ៍របស់យើងគ្រូវិលនៅទីនេះអត់បានទទួលប្រាក់ខែពីក្រុមជំនុំទេ4ឆ្នាំជាងហើយបើសិនជាអារម្មណ៍មែនតែជាបាយទៅហើយបាយជា3 4ខែប្រូចទៅបានហើយមិនដែលណាគេធ្វើការអត់ចំណេញអញ្ចឹងបាយអញ្ចឹងការត្រាស់ហៅខុសពីអារម្មណ៍ដែលយើងចង់អញ្ចឹងពេលដែលព្រះអង្គត្រាស់ហៅទោះបីយ៉ាងម៉េចក៏ដោយលំបាកយ៉ាងម៉េចក៏ដោយក៏យើងធ្វើកិច្ចការនឹងបានហើយយើងមានអារម្មណ៍ថាមានសេចក្តីសុខខ្ញុំសួរប្រពន្ធខ្ញុំគេឲ្យធ្វើកិច្ចការគាត់ថាពេលដែលគេដាក់កិច្ចការមកធ្វើមានអារម្មណ៍ថាធ្វើបានប៉ុន្តែអត់ស្រឡះសោះប៉ុន្តែឲ្យតែគិតអំពីដំណាក់របស់ព្រះអង្គគិតពីក្រុមជំនុំគាត់មានអារម្មណ៍ថាសប្បាយរីករាយមានអំណរមកនិយាយតែពីក្រុមជំនុំ so that is the calling នេះគឺជាការត្រាស់ហៅអញ្ចឹងយើងដឹងពីការត្រាស់ហៅដែលព្រះអង្គត្រាស់ហៅយើងព្រោះខ្ញុំជឿថាលោកគ្រូអ្នកគ្រូទាំងអស់គ្នាទៅនេះព្រះអង្គត្រាស់ហៅក្នុងស្ថានភាពផ្សេងគ្នាមិនមែនទាំងអស់គ្នាជាគ្រូកងវិលទេបាទហើយក៏មិនមែនទាំងអស់គ្នាមកបម្រើព្រះអង្គនៅវិហារទាំងអស់ដែរបាទអញ្ចឹងមានព្រះអង្គត្រាស់ហៅយើងផ្សេងពីគ្នាអញ្ចឹងចង់ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នាថាព្រះអង្គក្តីស្រឡាញ់ព្រះអង្គមិនឃ្លាតចេញពីយើងឡើយហើយសម្ព័ន្ធមេត្រីដែលព្រះអង្គចងជាមួយយើងគឺសម្ព័ន្ធមេត្រីដែលផ្ដល់សេចក្តីសុខសាន្តនោះក៏មិនប្រែប្រួលដែរព្រះអង្គអត់ប្រែប្រួលទេអាមែនសូមបាត់ជាមួយនឹងខ្ញុំទៅយេរេមៀចំពុក31ខ3យេរេមៀចំពុក31ខ3ប្រាប់ថាយើងស្រឡាញ់អ្នកដោយចិត្តស្រឡាញ់ដែលស្ថិតស្ថេរនៅអស់កាលជានិច្ចអ្នកណានិយាយពាក្យនេះគឺព្រះអង្គប្រាប់ថាព្រះអង្គស្រឡាញ់លោកគ្រូអ្នកគ្រូព្រះអង្គស្រឡាញ់យើងដែលអង្គុយនៅទីនេះដោយចិត្តស្រឡាញ់ដែលនៅស្ថិតស្ថេរអស់កាលជានិច្ចអាមែនទោះអញ្ចឹងថាសេចក្តីស្រឡាញ់ it's not love is not the feeling សេចក្តីស្រឡាញ់មិនមែនគ្រាន់តែខ្ញុំមានអារម្មណ៍ថាស្រឡាញ់នេះមួយខ្ញុំមានអារម្មណ៍ស្រឡាញ់នេះមួយខ្ញុំមានអារម្មណ៍ស្រឡាញ់នេះមួយព្រះអង្គយើងត្រូវដឹងថាតើប្រភពនៃសេចក្តីស្រឡាញ់មកពីណាគឺមកពីព្រះតើធ្វើម៉េចដើម្បីឲ្យយើងដឹងថាអ្នកនោះមានក្តីស្រឡាញ់យើងមើលក្នុងក្រឹត្យខ្សែទី1ចំពុក13ប្រាប់យើងថាបើយើងដឹងថាអ្នកនោះមានសេចក្តីស្រឡាញ់យើងឃើញពីផលផ្លែរបស់គេមានចិត្តអត់ធ្មត់បាទគេអត់អោនគេទ្រាំទ្របាទគេអត់អោនទ្រាំទ្រក្តីស្រឡាញ់គឺយើងមើលឃើញពីផលផ្លែដើមឈើមួយគេឃើញថាដើមនេះគឺជាដើមខ្វិតនេះគេដើមខ្នុរនេះគឺជាដើមស្វាយដោយសារគេឃើញផ្លែរបស់វាសូម្បីស្វាយក៏មានស្វាយច្រើនដែរស្វាយគេស្វាយកែវចិនស្
ស្វាយខ្វាយលមៀតស្វាយក្បាលដំរីស្វាយលហុងស្វាយខុសរដូវស្វាយអីច្រើនណាដែលយើងរាប់មកដល់សូម្បីស្វាយក៏គេដឹងថាដើមនេះពួកដើមស្វាយទាំងអស់ពិបាកអត់មើលសូម្បីដើមស្វាយរបស់យើងមុខនោះក៏អត់មានពិបាកមើលខ្លះស្វាយខ្ទិះស្វាយកែវចិនអាខាងក្រោយនោះកែវលមៀតតែយើងអត់ដឹងថាស្វាយដើមស្វាយជាដើមប្រភេទអីលុះត្រាតែយើងឃើញផ្លែរបស់វាបានយើងដឹងថាស្វាយនោះស្វាយអីតែឃើញតែផ្កាក៏អត់ដឹងថាផ្កាស្វាយនេះស្វាយអីដែរមែនទេអ៊ំចឹងទើបយើងឃើញផលផ្លែដូចគ្នាដែរសេចក្តីស្រឡាញ់របស់យើងពេលដែលយើងដឹងថាអ្នកនោះមានក្តីស្រឡាញ់បែបណាលុះត្រាតែយើងឃើញផលផ្លែរបស់អ្នកនោះតើអ្នកនោះអត់ធ្មត់អត់ធ្មត់នឹងត្រូវនៅព្រះគម្ពីរប្រាប់ថាគេមានចិត្តស្រឡាញ់អត់អោនអត់គេអត់អោនគេអ្នកនោះមានចិត្តស្រឡាញ់បាទក្របបាំងអត់គេក្របបាំងទាំងអស់មិនឈ្នានេះអញ្ចឹងយើងឃើញពីផលផ្លែនៃសេចក្តីស្រឡាញ់អញ្ចឹងមិនបាច់និយាយថា I love you អ្នកខ្លះខ្ញុំដូចខ្ញុំប្រពន្ធខ្ញុំអញ្ចឹងខ្ញុំគាត់ថាខ្ញុំអត់សូវនិយាយថាខ្ញុំស្រឡាញ់គាត់ប៉ុន្តែកាយវិការដែលខ្ញុំធ្វើហ្នឹងគឺបង្ហាញពីសេចក្តីស្រឡាញ់ឲ្យគាត់ដឹងអ្នកខ្លះប្រកែនិយាយប៉ុន្តែធ្វើដូចអត់អ្នកខ្លះប្រកែធ្វើប៉ុន្តែនិយាយដូចមិនសូវប្រកែអញ្ចឹងគេមើលពីផលផ្លែមិនថាយើងនិយាយថាអូខ្ញុំស្រឡាញ់គាត់ណាស់សំខាន់ទាំងវើអង់គ្លេសគេហៅគេហៅថា action speak louder than word ពាក្យកាយវិការដែលយើងធ្វើគឺស្ដែងឲ្យគេចេញស្ដែងឲ្យបង្ហាញឲ្យគេដឹងថាមិនត្រឹមតែនិយាយស្រួលប៉ុន្តែធ្វើអត់ស្រួលទេអាមែនអញ្ចឹងព្រះអង្គមានព្រះបន្ទូលថាសេចក្តីស្រឡាញ់ដែលព្រះអង្គមានសម្រាប់យើងគឺយើងស្រឡាញ់អ្នកដោយចិត្តស្រឡាញ់ដែលស្ថិតថេរនៅអកាលជានិច្ចព្រះអង្គស្រឡាញ់លោកអ្នកគ្រូបងប្អូនខ្លាំងណាស់ហើយក្តីស្រឡាញ់របស់ព្រះអង្គគឺស្ថិតថេរនៅអកាលជានិច្ចមិនប្រែប្រួលឡើយអាមែនខ្ញុំចង់ឲ្យលោកអ្នកគ្រូភ្លុកសេចក្តីស្រឡាញ់របស់ព្រះអង្គជារៀងរាល់ថ្ងៃទោះបីពេលខ្លះយើងអត់មានអារម្មណ៍ថាមនុស្សនៅជុំវិញយើងស្រឡាញ់យើងសោះពេលខ្លះពេលដែលយើងមានកូនហោះហើរទៅណាបាត់ចឹងទៅគេមានគ្រួសារប៉ុន្តែសូមចាំថាក្តីស្រឡាញ់ដែលព្រះអង្គស្រឡាញ់យើងដោយចិត្តស្រឡាញ់នោះគឺនៅអកាលជានិច្ចឥឡូវសួរថាតើធ្វើម៉េចដើម្បីឲ្យដឹងថាអ្នកណាដែលអាចបំបែកយើងចេញពីក្តីស្រឡាញ់របស់ព្រះអង្គបាននៅក្នុងរ៉ូមជំពូក8ប្រាប់យើងថាតើអ្នកណាអាចបំបែកនៅខ35តើអ្នកណាអាចបំបែកយើងចេញពីព្រះハរតីស្រឡាញ់របស់ព្រះគ្រីស្ទបាន The question who អ្នកណាអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានទុក្ខវេទនាឬការតប់របល់អន្ទះអន្ទែងការបៀតបៀនការស្រេកឃ្លានខ្វះសម្លៀកបំពាក់គ្រោះថ្នាក់ឬមួយក៏ស្លាប់ហើយខ38ប្រាប់ថាខ្ញុំជឿជាក់ថាទោះបីសេចក្តីស្លាប់ក្តីទោះបីជីវិតក្តីទេវតាក្តីវត្ថុស័ក្តិសិទ្ធិក្តីនានាវត្ថុស័ក្តិសិទ្ធិនានាក្តីបច្ចុប្បន្នកាលក្តីអនាគតកាលក្តីអំណាចនានាក្តីអ្វីដែលនៅស្ថានលើក្តីនៅស្ថានក្រោមក្តីឬអ្វីផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមកក្តីក៏ពុំអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលទ្រង់បានសម្ដែងឲ្យយើងឃើញក្នុងព្រះយេស៊ូវជាម្ចាស់នៃយើងបានឡើយអាមែនគ្មានអ្វីដែលអាចបំបែកយើងចេញពីក្តីស្រឡាញ់របស់ព្រះអង្គបានទេហើយក៏យើងមិនអាចធ្វើឲ្យព្រះអង្គស្រឡាញ់យើងលឹះនឹងបានឡើយព្រះអង្គស្រឡាញ់យើងព្រះអង្គលះបង់ព្រះជន្មរបស់ព្រះអង្គដើម្បីសគត់លើឈើឆ្កាងហើយព្រះអង្គប្រាប់ថាបាបរបស់អ្នកព្រះអង្គបានអត់ទោសឲ្យហើយព្រះអង្គស្រឡាញ់យើងដោយចាត់ព្រះយេស៊ូវដែលជាបុត្រារបស់ព្រះជាម្ចាស់ដើម្បីសគត់ជំនួសយើងជាសេចក្តីស្រឡាញ់ដែលធំធេងណាស់ខ្ញុំមិនទាន់ជឿព្រះយេស៊ូវខ្ញុំអ្នកបៀតបៀនអ្នកជឿព្រះយេស៊ូវតែព្រះអង្គស្រឡាញ់ខ្ញុំតាំងពីនឹងមកម្លេះមុននឹងម្លេះហើយព្រះអង្គបានត្រាស់ហៅខ្ញុំខ្លាចជាអ្នកដែលនាំសេចក្តីស្រឡាញ់របស់ព្រះអង្គព្រះបន្ទូលនៃព្រះគុណទៅដល់អ្នកដែលគេមិនទាន់ដឹងគេមិនទាន់បានភ្លុកនៃក្តីស្រឡាញ់នេះអញ្ចឹងទោះបីអ្វីក៏ដោយនៅក្នុងពិភពលោកនេះក៏មិនអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គបានឡើយ
ព្រះអង្គមិនប្រែប្រួលទេទោះបីយើងខ្លះពេលខ្លះយើងប្រែប្រួលប៉ុន្តែសេចក្តីស្រឡាញ់របស់ព្រះអង្គគឺនៅថិតថេរអស់កาលជានិច្ចហើយព្រះអង្គមិនដែលប្រែប្រួលសោះឡើយអាមែនសូមលើកដំណើរដល់ព្រះជាម្ចាស់សូមថ្វាយសិរីដល់ព្រះអង្គសូមព្រះដៃទៅសារដំណើរព្រះអង្គទាំងអស់គ្នាសូមក្រុមជំនុំបានក្រោកឈរឡើងយើងនឹងអរព្រគុណព្រះអង្គទាំងអស់គ្នាខ្ញុំចង់ឲ្យក្រុមជំនុំបានធ្វើកិច្ចការមួយសូមនិយាយទៅកាន់ព្រះអង្គសូមអរគុណព្រះអង្គនៅអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើងហើយសូមអរគុណព្រះអង្គដែលព្រះអង្គស្រឡាញ់ដល់យើងទាំងអស់គ្នាដែលសេចក្តីស្រឡាញ់របស់ព្រះអង្គមិនដែលប្រែប្រួលឡើយយើងអាចអរគុណព្រះអង្គអំពីក្តីស្រឡាញ់ព្រះអង្គសម្រាប់ក្រុមគ្រួសាររបស់យើងសម្រាប់ជីវិតរបស់យើងផ្ទាល់សម្រាប់កូនរបស់យើងសម្រាប់ឪពុកម្ដាយរបស់យើង